ចំធានបទថ្ងៃនេះតកតងការនិយាយអធិដ្ឋានសម្រាប់ប្រទេសកម្ពុជារបស់យើងហើយនឹងដាក់ចំណងជើងថាចម្រុងធំណាស់ចាំប្របន្ទូលដែលយើងនៅរៀនជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក9ខ35ដល់ខ38ខ្ញុំនឹងអានជូនព្រះយេស៊ូវទ្រង់ថ្វាយយើងទៅដល់គ្រប់ក្រុងគ្រប់ភូមិព្រមទាំងបង្រៀនក្នុងសាលាប្រជុំយ៉ាងប៉ុន្មានហើយប្រកាសប្រាប់ដំណឹងល្អពីនគរទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគានិងជរាពិការក្នុងពួកបណ្ដាជនឲ្យបានជាការទ្រង់ឃើញបងមនុស្សហើយនោះទ្រង់លាងព្រះハរតីខ្លួនអាណិតដល់គេបិទគេល្វើយហើយចាត់ការដោយវងជាងដែលបិទអ្នកនោះបានជាទ្រង់មានបន្ទូលទៅពួកសិស្សថាចម្រុងធំណាស់តែមានអ្នកច្រូតតិចទេដូច្នេះចូលសូមអង្វរដល់ព្រះអម្ចាស់នៃចម្រុងឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចម្រុងទ្រង់ខាងនេះយើងរៀន3ចំណុចទី1យើងនឹងពិចារណាអំពីចម្រុងវាជាអ្វីក្នុងព្រះគម្ពីរម៉ាថាយនៅពេលដែលព្រះយេស៊ូវដើរតាមភូមិតាមស្រុកព្រះយេស៊ូវមើលឃើញអ្វីគឺព្រះយេស៊ូវមើលឃើញប្រជាជនដែលសក្តិជាជនដែលល្វើយដែលអស់សង្ឃឹមជាជនដែលមានជំងឺហើយនៅពួកគាត់រស់នៅហាក់ដូចជាអត់មានសង្ឃឹមអត់មានទីពឹងទេតែពេលដែលព្រះយេស៊ូវឃើញពួកគេព្រះយេស៊ូវមានអារម្មណ៍ថាអាណិតពួកគេព្រោះបើប្រៀបធៀបពួកគេដូចជាជាដែលគ្មានអ្នកវាលោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនធ្លាប់ឃើញគោឃើញក្របីមិនសូវខុសគ្នានឹងការធ្វើជាងទេនៅពេលដែលវងសត្វដែលគ្មានអ្នកចិញ្ចឹមគ្មានអ្នកវាតើសភាពយ៉ាងដូចម្ដេចទី1វាអត់ដឹងកន្លែងណាមានស្មាចឹងទៅវាដើរអាចដើរទៅឆ្វេងអាចដើរទៅស្ដាំហើយដល់អាចអត់មានស្មាវាអត់ដឹងថាតក់នៅកន្លែងណាទេដល់ពេលដែលវាស្រែកវាចាប់ដើរហើយនឹងអត់មានទិសដៅទេមិនដឹងថាពិតប្រាកដថាទិសដៅទៅហ្នឹងមានដឹងឬក៏ទី2ប្រសិនបើមានសត្វសាហាវដូចជាតោឬក៏ខ្លាមុំមកកំលេងកំហែងចំចាប់ទៅស៊ីតើដំណើរការពីវាចឹងអត្ថន័យសំខាន់ការដែលអត់មានអ្នកគំរាមគឺអត្ថន័យសំខាន់គឺមានអ្នកការពារហើយនឹងមានអ្នកមើលដូច្នេះនៅពេលដែលព្រះយេស៊ូវឃើញប្រជាជនដែលមានសភាពដូចជាវងជាងដែលគ្មានអ្នកគ្រាព្រះយេស៊ូវបែរទៅពួកសត្វហើយនឹងមានបន្ទូលថាចម្រុងធំណាស់តើចម្រុងធំណាស់ហ្នឹងមានន័យនោះណាមានន័យថាមានមនុស្សជាច្រើនដែលត្រូវការក្តីសង្ឃឹមមានមនុស្សជាច្រើនដែលត្រូវការអ្នកជួយមានមនុស្សជាច្រើនដែលត្រូវការអ្នកលើកទឹកចិត្តហើយអ្នកដែលលើកទឹកចិត្តអ្នកដែលជួយអ្នកដែលផ្ដល់ក្តីសង្ឃឹមគឺជានគរព្រះបាទជាព្រះយេស៊ូវបានបន្ទូលថាខ្ញុំតែម្នាក់ប្រៀបធៀបជាមួយនឹងប្រជាជនទាំងស្រុកទាំងភូមិពួកគេច្រើនណាស់ខ្ញុំតែម្នាក់ទៅអត់រួចទេហើយព្រះយេស៊ូវសម្លឹងមើលទៅពួកសាវកមានប្រមាណអ្នក12នាក់ព្រះយេស៊ូវបន្ទូលថាចម្រុងធំវិញហើយអ្នកទាំង12នាក់ក៏នៅតែមិនគ្រប់គ្រាន់ដូចជាត្រូវធ្វើយ៉ាងម៉េចសូមអ្នកច្រូតបន្ថែមសូមទូលសូមដល់ម្ចាស់នៃចម្រុងដល់ម្ចាស់នៃចម្រុងជានរណាគឺជាព្រះជាម្ចាស់សូមឲ្យទ្រង់ចាត់បញ្ជូនអ្នកបម្រើសូមចាត់បញ្ជូនអ្នកចម្រុងបន្ថែមទៀតនេះជាទិន្នន័យដែលខ្ញុំស្រាវជ្រាវរកឃើញប្រជាជនកម្ពុជាយើងមានចំនួនប្រហែលជា18លានជាងហើយនៅក្នុងនោះអ្នកដែលជឿព្រះយេស៊ូវមានច្រើនបំផុតទិន្នន័យខ្លះថាមានត្រឹមតែ 1% ខ្លះថាត្រឹមតែមាន 2% ទេយើងមើលលោកមួយអពវ៉ាតក្រូននោះគឺជាចំនួនទីប្រសាថាបងប្អូនមើលយ៉ាងម៉េចដែរពេលបងប្អូនឃើញចំនួនអ្នកដែលជឿដល់ព្រះហើយនឹងប្រជាជនខ្មែរយើងសរុបទាំងអស់តើយ៉ាងម៉េចដែរចម្រុងធំណាស់នៅមានប្រជាជនខ្មែរជាច្រើនទៀតដែលត្រូវការសេចក្តីសង្គ្រោះដែលត្រូវការដំណឹងដូច្នេះចម្រុងនៅធំណាស់បងប្អូនដូច្នេះបងប្អូនទាំងអស់គ្នានេះហើយគឺជាអ្នកចម្រុងព្រះជាម្ចាស់ហៅបងប្អូនអ្នករាល់គ្នាមុនគេឲ្យយើងបានស្គាល់ព្រះ
ឲ្យយើងបានជឿព្រះហើយឲ្យយើងខ្លាយជាបងគេនៅក្នុងសេចក្តីជំនឿដូច្នេះចំណុចទី2គឺនឹងពិភាក្សាអំពីមូលហេតុដែលព្រះត្រាស់ហៅយើងរកនេះតើព្រះចាស់ហៅយើងមកដើម្បីអ្វីទី1ដែលយើងមើលសូមយើងពិចារណាអំពីអាប់រ៉ាហាំតើព្រះជាម្ចាស់ទ្រង់ត្រាស់ហៅអាប់រ៉ាហាំដើម្បីអ្វីព្រះជាម្ចាស់បានមានបន្ទូលថាគ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារហើយជាអ្នកដែលនាំព្រះពររបស់ព្រះដល់មនុស្សដល់តើព្រះពរគឺជាអ្វីមិនមែនគ្រាន់តែរបស់របរជាមួយអាហារឬក៏អ្វីខាងសាច់ឈាមទេគឺជាសេចក្តីសង្គ្រោះរហូតដល់ព្រះមានបន្ទូលថានរណាដែលពរដល់ឯងអញនឹងឲ្យពរដល់ទូដូច្នេះព្រះបានហៅអាប់រ៉ាហាំដើម្បីឲ្យគាត់ខ្លាយជាអ្នកដែលនាំព្រះពររបស់ព្រះដល់មនុស្សដល់ទៅទី2តើព្រះជាម្ចាស់ត្រាស់ហៅម៉ូសេធ្វើអ្វីនៅក្នុងព្រះគម្ពីរលោកកបាត់ទៅនេះខាងបណ្ណាជំពូក3ខ10ដូច្នេះចូលមកឥឡូវអញនឹងចាំឯងទៅផាឡូដើម្បីឲ្យឯងបាននាំរីអញនិងពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដើម្បីឲ្យនាំប្រជារាស្ត្ររបស់ទ្រង់ចេញពីអេស៊ីបប្រជាជនអ៊ីស្រាអែលក្នុងប្រទេសអេស៊ីបពួកគាត់រស់នៅដូចជាទីស្ករព្រះជាម្ចាស់ទ្រង់ចង់ឲ្យប្រជារាស្ត្រអ៊ីស្រាអែលរួចពីភាពជាទីស្ករដូច្នេះព្រះចាស់ហៅមកម៉ូសេការដែលពួកអ៊ីស្រាអែលជាប់ជាទីស្ករនៅអេស៊ីបដូចតែមនុស្សនៅលោកីជាប់ជាទីស្កររបស់អំពើបាបការដែលពួកអ៊ីស្រាអែលមិនអាចចេញពីអេស៊ីបដោយខ្លួនឯងយ៉ាងណាលោកីមិនអាចចេញពីអំពើបាបយ៉ាងនោះដែរដូច្នេះត្រូវការអ្នកជួយដូច្នេះគេសូមព្រះជាម្ចាស់ឲ្យហើយព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅម៉ូសេឲ្យជួយធ្វើកិច្ចការនេះទី3ឥឡូវសូមពិចារណាអំពីពួកសាវកនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក4ខ18ការព្រះយេស៊ូវទ្រង់កំពុងយាងតាមឆ្នេរសមុទ្រការីឡេនោះក៏ទតឃើញបងប្អូនពីរនាក់អ្នកនេសាទត្រីគឺស៊ីម៉ូនហៅថាពេត្រុសនិងអង់ដ្រេជាប្អូនកំពុងតែកង់សម្លាញ់ក្នុងសមុទ្ររួចទ្រង់មានបន្ទូលទៅគេថាចូលមកតាមខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមកវិញពេត្រុសហើយនិងអង់ដ្រេគាត់ជាអ្នកនេសាទគាត់ចេះអំពីរបៀបនេសាទត្រីតើត្រូវដាក់អួនយ៉ាងម៉េចដាក់ម៉ោងប៉ុន្មានហើយមើលសភាពទឹកនៅកន្លែងណាគាត់ចេះតែនៅថ្ងៃដែលជួបព្រះយេស៊ូវឃើញអំពីជំនាញដែលគាត់ចេះនេសាទត្រីដូច្នេះព្រះយេស៊ូវបានទៅហៅគាត់ហើយប្រាប់ថាចាប់ពីថ្ងៃនេះទៅអ្នកឈប់នេសាទត្រីទៅសូមនេសាទមនុស្សវិញតើនេសាទមនុស្សមានន័យដូចប៉ុណ្ណានេសាទមនុស្សមានន័យថាទៅប្រមូលមនុស្សដើម្បីមកឯព្រះជាម្ចាស់មកឯព្រះយេស៊ូវចឹងព្រះយេស៊ូវហៅពេត្រុសឲ្យធ្វើជាអ្នកនេសាទដើម្បីដែលព្រះយេស៊ូវនៅផែនដីព្រះយេស៊ូវទៅពួកសិស្សខំដើរប្រកាសអំពីនគរព្រះប៉ុន្តែចំនួនមនុស្សនៅតែច្រើននៅឡើយទេដូច្នេះបានជាមុនពេលព្រះយេស៊ូវយាងទៅខាងសួគ៌វិញព្រះយេស៊ូវផ្ដាំទៅពួកសិស្សថាម៉េចនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ19ដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសតើបង្កើតសិស្សធ្វើអ្វីបង្រៀនឲ្យគេស្គាល់ព្រះបង្រៀនឲ្យគេចេះបង្កើតសិស្សតទៀតព្រោះមានតែបែបហ្នឹងទេទើបអាចជួយបានពុទ្ធចម្រុះធំខ្លាំងពេកដូច្នេះព្រះយេស៊ូវផ្ដាំទៅទូសិស្សបែបហ្នឹងមានតែបែបហ្នឹងទេទើបអាចទៅបានដូច្នេះបងប្អូនហើយគោលបំណងដែលព្រះជាម្ចាស់ហៅបងប្អូនមកទីនេះមានគោលបំណងអ្វីខ្លះអ្នកខ្លះព្រះហៅធ្វើជាអ្នកនេសាទមនុស្សអ្នកខ្លះព្រះត្រាស់ហៅឲ្យធ្វើជាអ្នកនាំមនុស្សមកឯព្រះអង្គសរុបមកតែនោះធ្វើការឲ្យព្រះដូច្នេះយើងជាអ្នកដែលព្រះត្រាស់ហៅមកធ្វើអីមកធ្វើការបម្រើព្រះដូចជាផ្សាយដំណឹងល្អដូចជាលើកទឹកចិត្តដូចជាជួយប្រជាជនដោយប្រើព្រះនាមព្រះនោះហើយជាការបម្រើព្រះនៅក្នុងព្រះវិហារមាន
តាំងពីការថ្វាយបង្គំរំតាំងពីការចំរំតាំងពីការបម្រើគ្រប់បែបយ៉ាងនៅក្នុងព្រះវិហារបងប្អូនមានអំណោយទីខាងណាធ្វើតាមអំណោយគ្រាន់តែបងប្អូនត្រូវដឹងអ្នកដែលធ្វើការមានរង្វាន់អ្នកដែលបម្រើគេត្រូវបានប្រាក់ឈ្នួលយើងបម្រើដល់អ្នកណាយើងបានប្រាក់ឈ្នួលពីអ្នកនោះដូច្នេះបើយើងបម្រើដល់ព្រះយើងបានរង្វាន់មកពីនរណាមកពីព្រះនៅក្នុងព្រះគម្ពីរទីម៉ូថេទី1ពុក5ខ18បានចែងថាមិនត្រូវឃ្លុំមាត់គោដែលបញ្ជាន់ស្រូវឡើយហើយថាជើងឈ្នួលគួរឲ្យបានប្រាក់ឈ្នួលមួយតើមាននរណាដែលបញ្ជាន់គោបញ្ជាន់ស្រូវហើយយកអីមករំមាត់គោមានអត់អត់មានទេបញ្ជាន់គោវាមិនអស់កម្លាំងតាមព្រះគម្ពីរនេះចង់ប្រាប់យើងថាម៉េចពេលដែលយើងធ្វើការយើងនឹងបានរង្វាន់នៅក្នុងព្រះគម្ពីរម៉ាថាយបានប្រាប់យើងដូចស្រដៀងគ្នាដែរចំពោះ20ខ1ដល់16តែខ្ញុំអានតែខ16គឺយ៉ាងនោះដែលអង្គអ្នកក្រោយនឹងបានទៅជាមុនហើយពួកអ្នកមុននឹងទៅជាក្រោយវិញត្បិតបានហៅមនុស្សជាច្រើនតែរឹងបានទេព្រះយេស៊ូវបាននិយាយអំពីតកែម្នាក់ដែលហៅមនុស្សឲ្យមកធ្វើការក្នុងចំការទៅលេខ1ហៅមកថាឲ្យប្រាក់រង្វាន់ប៉ុណ្ណេះដល់ពេលប្រហែលម៉ោងក្រោយមកទៅហៅថាទៀតនឹងឲ្យប្រាក់រង្វាន់ប៉ុណ្ណេះដូចគ្នាចិត្តចាប់មកហើយទៅហៅទៀតនឹងឲ្យប្រាក់រង្វាន់ដូចនេះតើតើនឹងចង់និយាយគឺចង់និយាយអំពីការធ្វើការដែលទទួលបានប្រាក់ឈ្នួលនៅក្នុងព្រះគម្ពីរនេះបើយើងផ្ដោតឲ្យចំហ្មងគឺនិយាយអំពីប្រាក់ឈ្នួលដែលព្រះជាចាស់ឲ្យព្រះជាចាស់ចង់ឲ្យប្រមាណតស្ដេចតែត្រង់ប៉ុន្តែត្រង់មិនបានបំបត្តិតាមដែលត្រង់សន្យាទេអ្នកមុនត្រង់សន្យាឲ្យប៉ុណ្ណាអ្នកក្រោយត្រង់សន្យាឲ្យប៉ុណ្ណាធ្វើតែកន្លះម៉ោងត្រង់សន្យាឲ្យប៉ុណ្ណាស្ដេចតែត្រង់ទោះបីជាអ្នកមុនគាត់ប្រកាន់ថាខ្ញុំធ្វើច្រើនជាងគាត់បានច្រើនជាងក៏ដោយតែតកែមិនបានកុហកចំពោះគាត់ទេព្រោះបាននិយាយនេះហើយថានឹងឲ្យឈ្នួលប៉ុណ្ណាប៉ុន្តែបើយើងគិតអំពីតកតងទានរបស់យើងវិញអ្នកធ្វើការទទួលបានប្រាក់ឈ្នួលតាមដែលសន្យាជាបបព្រះគម្ពីរសន្យាថាអ្នកដែលធ្វើការនឹងទទួលបានរង្វាន់របស់ព្រះទូលប្រកាសជាដល់រង្វាន់ណាទី3នៅក្នុងព្រះគម្ពីរទីនេះពុក3ខ14លោកបងក៏និយាយថាខ្ញុំខំប្រឹងរត់ទៅមុខតម្រង់ទៅរកទិសដៅដើម្បីឲ្យបានរង្វាន់ដែលព្រះបានហៅលើមិនមកក្នុងព្រះគ្រីស្ទយេស៊ូវលោកពោលក៏ប្រៀបធៀបការដែលគាត់ខំប្រឹងប្រៀបដូចជាការរត់ទៅរកទិសដៅពាក្យថាខំប្រឹងរត់មានន័យថាទោះជាលំបាកក៏ខំប្រឹងរត់ដើម្បីអីទទួលរង្វាន់នៅឯចុងបញ្ចប់ដែលព្រះសន្យានេះក៏និយាយអំពីរង្វាន់ដែលទទួលបានតាមការខំប្រឹងដែរមួយទៀតទីម៉ូថេទី2ចំពោះ4ខ3ខ4ខ្ញុំបានតយល់យ៉ាងល្អខ្ញុំបានរត់ដល់ទិសដៅហើយខ្ញុំក៏បានរក្សាសេចក្តីជំនឿទុកដែរចាប់តាំងពីពេលនេះទៅមានមង្គលនៃជីវិតទុកសម្រាប់ខ្ញុំលោកបងគាត់និយាយថាខ្ញុំបានតយល់នឹងដល់ល្អយ៉ាងល្អគាត់ខំជំនះជាមួយនឹងការជឿចាស់គាត់ខំជំនះជាមួយនឹងការមានទៀនដោយខំបម្រើដល់ព្រះអាយ៉ាអពីចិត្តគាត់មានគោលបំណងមួយព្រោះគាត់ដឹងថាគាត់នឹងទទួលបានមង្គលនៃជីវិតអានេះគឺជាសេចក្តីសង្ឃឹមដែលលោកពោគាត់មើលឃើញក្នុងព្រះយេស៊ូវលោកពោក៏មិនដែលមានសង្ឃឹមបែបហ្នឹងទេបងស្គាល់លោកពោដែរគាត់ជាមនុស្សម្នាក់ដែលគិតថាកម្លាំងគាត់ប៉ុណ្ណាគាត់អាចធ្វើបានប៉ុណ្ណានៅតាមប្រឆាំងគាត់អាចចាត់ការបានប្រាជ្ញាគាត់មិនអន់ជាគេទេប៉ុន្តែនៅពេលដែលគាត់ចាប់ដើមជាព្រះអ្វីដែលគាត់មើលឃើញសេចក្តីសន្យារបស់ព្រះយេស៊ូវហើយសេចក្តីសន្យានឹងឯងគឺជារង្វាន់ហើយរង្វាន់នឹងឯងជាការដែលធ្វើឲ្យគាត់ខំប្រឹងបំរើដល់ដូចជាបងប្អូនគ្នាតែបាត់មានច្រើនទៀតដែលសន្យាពីរង្វាន់ដែលព្រះជាចាស់សន្យាដល់អ្នកដែលបម្រើដល់ព្រះអង្គនេះជាសេចក្តីសន្យារបស់ព្រះមិនមែនសេចក្តីសន្យារបស់មនុស្សឡើយដូច្នេះយើងអាចទុកចិត្តបានដូច្នេះបងប្អូនហើយព្រះជាចាស់ឲ្យយើងមកធ្វើអីឲ្យយើងធ្វើជាអ្នកនេសាទ
ឲ្យយើងធ្វើជាអ្នកចម្រុះឲ្យយើងធ្វើជាអ្នកបម្រើដល់ព្រះអង្គដូច្នេះយើងត្រូវតែបម្រើព្រះដូច្នេះយើងត្រូវតែចេះបម្រើព្រះហើយយើងក៏ត្រូវតែបង្រៀនក្រុមជំនុំឲ្យចេះបម្រើព្រះដែរចូលដឹងថាអ្នកដែលបម្រើព្រះគាត់នឹងទទួលបានរង្វាន់មកពីព្រះអាមែនណាចាយើងត្រូវតែធ្វើហើយយើងខំអធិដ្ឋានបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជារបស់យើងអាមែនអរគុណព្រះ